មនុស្សម្នាក់ដែលតែងតែសួរសុខទុក្ខយើងរាល់ថ្ងៃមិនអីកូនសុខសប្បាយអត់មិនអីកូនថ្ងៃនឹងហត់អត់មិនអីកូនការធ្វើដំណើរតាមផ្លូវសុំប្រយ័ត្នប្រយែងណាពុកម៉ែបារម្ភមិនអីកូនថ្ងៃនឹងបានអីហូបបាយមិនអីកូនទៅរៀនថ្ងៃនឹងធ្វើការថ្ងៃនឹងហត់អត់ពាក្យមួយដែលពីរោះរំដំហើយធ្វើឲ្យយើងកក់ក្ដៅបំផុតគឺពាក្យដែលឪពុកម្ដាយតែងតែទេមកសួរសុខទុក្ខនៅពេលដែលយើងនៅឆ្ងាយពីពួកគាត់ឧទាហរណ៍ថានៅពេលដែលយើងមកសិក្សានៅទីក្រុងភ្នំពេញឬក៏ខេត្តនានាផ្សេងសំឡេងមួយដែលតែងតែខលមកសួរយើងគឺពុកនិងម៉ែតែងតែសួរសុខទុក្ខយើងកូនសុខសប្បាយអត់អីណាអីមិនយាយការធ្វើដំណើរអីចឹងទៅពាក្យនេះខ្លីពិតមែនប៉ុន្តែស្ដាប់ហើយពីរោះស្ដាប់ហើយធ្វើឲ្យយើងមានកម្លាំងចិត្តមែនទែនដូច្នេះហើយចង់ចម្រើនពរទៅកាន់ញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាថាប្រសិនបើលោកឪពុកអ្នកម្ដាយនៅរស់រានមានជីវិតយើងគួរតែចំណាយពេលវេលាខ្លះដើម្បីពួកគាត់ទេសួរសុខទុក្ខនិយាយលេងជាមួយគាត់ឬក៏ទំនេរពីការសិក្សាទំនេរពីការងារយើងអាចទៅលេងពួកគាត់ផ្ទាល់នឹងហើយដើម្បីផ្ដល់ស្នាមញញឹមផ្ដល់ភាពកក់ក្ដៅរស់នៅជាមួយគាត់ខ្លះនៅពេលដែលយើងទំនេរពីព្រោះថាពេលវេលាមិនចាំយើងទេពួកគាត់កាន់តែចាស់ទៅហើយពួកយើងក៏កាន់តែធំទៅក៏កាន់តែចាស់ទៅបន្តទៀតដែរដូច្នេះហើយពេលវេលាគឺមានតិចណាស់សម្រាប់រស់នៅសម្រាប់ផ្ដល់ឲ្យគ្នាទៅវិញទៅមកដូច្នេះហើយកុំភ្លេចពុកកុំភ្លេចម៉ែដែលរស់នៅផ្ទះចាំមើលយើងចម្រើនពរលា